ថ្ងៃនេះយើងមកទស្សនាពីរូបគំនូរប្លែកៗដែលបង្កប់ដោយអត្ថន័យអប់រំគូដោយវិចិត្រករជំនាញទាំងជនជាតិខ្មែរនិងជនជាតិបរទេសដែលកំពុងត្រូវបានគូរនិងដាក់តាំងបង្ហាញនៅបរិវេណសួនធ្នង់ 53 នៅក្រុងបាត់ដំបងការគូរគំនូរនេះដែរគឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីជាច្រើននៃកម្មវិធីមហោស្រពសិល្បៈទីក្រុងស្អាតឆ្នាំ 2025 ដែលសហការនិងរៀបចំដោយរដ្ឋបាលខេត្តបាត់ដំបងនិងអង្គការហ្វាពលឺសិល្បៈខេត្តបាត់ដំបងមិនត្រឹមតែទស្សនារូបគំនូរទេបងប្អូនអាចមានឱកាសនៅក្នុងការ vote ឬក៏ដាក់ពិន្ទុជូនទៅដល់បេក្ខជនឬក៏វិចិត្រករដែលបានគូរគំនូរអញ្ចឹងបងប្អូនគ្រាន់តែ scan ទៅបងប្អូនឆ្លៃជាមួយនឹងរូបគំនូរមួយណាបងប្អូនធ្វើការ vote លើកទឹកចិត្តពួកគាត់ដើម្បីឲ្យគាត់ទទួលបាននៅពិន្ទុកាន់តែច្រើននៅក្នុងការគូរនីមួយៗពិតជាបង្កប់នូវអត្ថន័យនិងភាពស្រស់ស្អាតមែនទែនដែលធ្វើឲ្យយើងជក់ចិត្តដិតអារម្មណ៍នៅក្នុងការមើលរូបគំនូររបស់គាត់មួយរហូតដល់ភ្លឹកក៏មានដែរបងប្អូនដើរមើលគំនូរអស់កម្លាំងឲ្យបងប្អូនកុំភ្លេចញ៉ាំជាមួយនឹងទឹកបរិសុទ្ធមុទិតាដែលជាទឹកបរិសុទ្ធមានគុណភាពខ្ពស់ស្តង់ដារអនាម័យជាផលិតផលក្នុងខេត្តបាត់ដំបងផ្ទាល់នេះតែម្ដងហើយអាកាសធាតុក្តៅបែបនេះត្រូវទៅយកទឹកតាមខ្លួនឲ្យបានច្រើនបន្ទាប់មកយើងអាចបន្តទៅមើលគំនូរផ្សេងទៀតបានបន្ទាប់ពីបងប្អូនបានមើលគំនូរនៅសួនធ្នង់ 53 ហើយបងប្អូនកុំភ្លេចទៅកាន់សារមន្ទីរផងណានៅទីនោះក៏គេបានដាក់នៅការតាំងពិព័រណ៍ជាមួយនឹងគំនូរជាច្រើនទៀតដែលបងប្អូនអាចចូលទៅទស្សនាដោយសេរីហើយទីតាំងនៃសារមន្ទីរហ្នឹងគឺនៅជិតរង្វង់មូលវាមានឯករាជ្យបងប្អូនមានន័យថាបងប្អូនឆ្វែលសួនធ្នង់ 53 ហ្នឹងហើយបងប្អូនចូលមកសារមន្ទីរក៏បានឬក៏ចូលសារមន្ទីរហើយចាំចេញទៅកាន់ធ្នង់ 53 ដើម្បីមើលគំនូរក្នុងការប្រកួតនៅបន្ថែមផងដែរហើយនៅថ្ងៃចុងក្រោយនឹងមានក្បួនដង្ហែនៅក្នុងក្រុងកាន់តែពិសេសកុំភ្លេចចូលរួមណាហើយនេះគឺជាឆាកតន្ត្រីប្រហែលជានៅថ្ងៃចុងក្រោយហ្នឹងនឹងមានអ្វីប្លែកៗទៅកាន់បងប្អូនបន្តទៀតសម្រាប់បងប្អូនដែលមិនទាន់បានមកទស្សនាកុំភ្លេចមកទស្សនានៅក្នុងខេត្តបាត់ដំបងទាំងអស់គ្នាបាយ